ពេលនេះធ្ងន់ហើយថៃស្ថានភាពកន្លែងបាក់ស្រុតផ្លូវនៅបាងកកត្រូវអភិបាលក្រុងទម្លាយថាមិនអាចដោះស្រាយបានភ្លាមៗទេព្រោះមានបញ្ហាធំមួយពិបាកកែខៃខ្លាំងណាស់នៅថ្ងៃទី25ខែកញ្ញាឆ្នាំ2025នេះលោកឆាតស៊ីតព្យុនដែលជាអភិបាលក្រុងបាងកកបានទម្លាយឲ្យដឹងពីស្ថានភាពករណីរនីស្រូបនៅមុខមន្ទីរពេទ្យវិជ្ជរាផ្លូវ30សែនខណ្ឌដោះសិតដែលជាទីតាំងកំពុងមានការសាងសង់ផ្លូវរថភ្លើងក្រោមដីលោកឆាតបានឲ្យដឹងថាមានដុំដែកទម្ងន់34តោនបានធ្លាក់ផ្លូវរួងក្រោមដីនៅកន្លែងបាក់ស្រុតដែលធ្វើឲ្យពិបាកនឹងកែខៃដោះស្រាយដុំដែកនេះមិនត្រឹមតែធ្ងន់នោះទេតែវាបានលិចកប់នៅក្នុងដីទៀតដូចនេះហើយទោះប្រើឡានស្ទួចទម្ងន់150តោនក៏យកចេញពិបាកដែរម្យ៉ាងទៀតគ្រឿងចក្រធ្ងន់មិនអាចយកមកប្រើនៅកន្លែងកើតហេតុបានភ្លាមនោះទេវាអាចនឹងមានការស្រុតដីទៀតដូច្នេះគឺត្រូវសង់គ្រឹះឲ្យរឹងមាំជាមុនសិនលោកឆាតបានបន្តទៀតថាដោយសារតែឧបសគ្គទាំងនេះហើយទៅផ្លូវ30សែននឹងត្រូវបិទយូរទៀតពោលគឺទាល់តែដោះស្រាយបញ្ហារួចរាល់ទើបបើកឲ្យចរាចរណ៍វិញបានក្នុងនោះដំបូងបង្អស់ត្រូវយកដុំដែកចេញឲ្យបានសិនហើយក្រោយមកទើបទៅប៉ះបិទកន្លែងប្រេះបែកនៅរួងក្រោមដីដើម្បីកុំឲ្យទឹកហូរធ្លាយចេញមកទៀត